សួស្តីអ្នកទាំងអស់គ្នាវិលមកកាន់ vlog ភាគទី2ថ្ងៃទី1នៃការជិះទូក Wonder of the Sea នៅពេលផឹកឡើងគឺពួកខ្ញុំត្រូវធ្វើដំណើរមកកាន់កន្លែងគេ check in ឡើងទូកនៅផ្លូវចូលមកនេះមើលអត់ដឹងទេណាពេលចូលមកដល់ក្នុងអត់ដឹងថាធំស្អាតហើយមនុស្សច្រើនរវល់ខ្លាំងមែនតែនដូចថាដើរចូលមកដូចនៅក្នុងពលានយន្តហោះអញ្ចឹងគេមានឈរចាំ check in មានចែកអីវ៉ាន់និយាយទៅគឺថាពេលយើងឡើងយន្តហោះគេធ្វើមិនគឺនៅក្នុងនេះដូចគ្នាហើយពួកខ្ញុំចំណាយពេលប្រហែលជា1ម៉ោងទៅ1ម៉ោងជាងក្នុងការ check in រួចដោយសារតែឡៃតែរវល់ហោឡានទៅចតនៅក្នុង parking lot ហ្នឹងវាច្រើនជាន់ដែរអញ្ចឹងទម្រាំតែបានហើយឥឡូវនេះយើងដើរចូលទៅក្នុងទូកទាំងអស់គ្នាហើយផ្លូវនៅក្នុងទូកគេគឺដូចគ្នាហ្មងឥឡូវយើងចង់ដឹងថាតើខាងក្នុងមានអីគេខ្លះនៅក្នុងទូក Let's goដោយសារតែលើដៃខ្ញុំរវល់កាន់ជាប់នៅវ៉ាលីអញ្ចឹងពួកខ្ញុំត្រូវការដើរទៅហៅបន្ទប់សិនដើម្បីដាក់ឲ្យបានចុះហើយចាំយើងមក explore មើលថាមានអីគេខ្លះនៅជាន់នីមួយៗនៅក្នុងទូកយើងនេះតាមពិតទៅផ្លូវដែលទៅបន្ទប់ខ្ញុំហ្នឹងគឺវាឆ្ងាយដែរមកហត់គួរសមដែរហ្នឹងណាតម្រាំទៅរកឃើញបន្ទប់នេះដោយសារពេលនោះអត់ទាន់ស្គាល់ផ្លូវឥឡូវយើងយកកាតមក scan ចូលទាំងអស់គ្នាថានៅក្នុងបន្ទប់មានរូបរាងមិនដែរយេឥឡូវយើងបានដាក់អីវ៉ាន់ចុះហើយឥឡូវមកមើលបន្ទប់ខ្ញុំគឺខាងឆ្វេងដៃនេះខ្ញុំចេះឆ្ងល់បន្ទប់អីគេតាមពិតកូនបន្ទប់ទឹកសោះដោយសារតែពេលខ្ញុំបោកចូលមកគឺថាទូចមែនប៉ុន្តែខ្ជូតសាហាវខ្ញុំចូលចិត្តបែបលក្ខណៈទូចប៉ុន្តែ comfortable អញ្ចឹងហើយប៉ះចំគ្រឿងឈើដែលពណ៌ហ្នឹងខ្ញុំស្រឡាញ់ទៀតបន្ទប់ដែលខ្ញុំយកនេះគឺអត់មាន bathtub ទេប៉ុន្តែខ្ញុំក៏អត់ច្បាស់ថាបន្ទប់គេផ្សេងមានអត់ដែរទាំងអស់គ្នាអញ្ចឹងឥឡូវយើងមកមើលកន្លែងខែគេគឺសម្រាប់មនុស្ស2នាក់មានទូមានទូដាក់កៅសងខាងហើយខាងមុខគឺមានសាឡុងមានតុទូមានកញ្ចក់ទុកឲ្យយើងឆ្លោះមើលតែងខ្លួនអីអញ្ចឹងទៅតែសំខាន់ព្រោះខ្ញុំគាត់មកហត់ពេកអញ្ចឹងមានតែថេតខ្លួនគេបន្តិចទៅបន្ទប់ដែលខ្ញុំយកនេះគឺបែបជាលក្ខណៈ balcony អញ្ចឹងមានវេរ៉ាំងដានៅមុខបន្តិចសម្រាប់ឲ្យយើងអង្គុយ relax ឬក៏មើលទឹកសមុទ្រអីអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែខ្ញុំតាមពិតអត់មានបានមើលអីទេដោយសារតែខ្ញុំជាមនុស្សខ្លាចទឹកប៉ុន្តែចង់មកស្គាល់ឥឡូវយើងដាក់អីវ៉ាន់ចុះហើយក៏យើងរៀបចំខ្លួនចុះទៅក្រោមដើម្បីមើលគេមើលឯងក៏ដូចជាពេលហ្នឹង clean តែអញ្ចឹងយើងទៅហើយអ្នកទាំងអស់គ្នាបន្ទប់ដែលខ្ញុំគេងគឺនៅជាន់ទី8អ្នកទាំងអស់គ្នាឥឡូវគ្រាន់តែខ្ញុំដើរចេញមកខាងក្រៅជាន់របស់ខ្ញុំបន្តិចគឺមានសួនច្បារធំស្អាតរបស់គេនេះមើលខាងក្រៅទៅគឺយើងមើលឃើញជាន់ផ្សេងទៀតនៅនេះគឺមានកន្លែងប្លង់ថតរូបស្អាតឲ្យខ្ញុំសប្បាយថតមែនតើហើយគេមានតុឲ្យយើងលេងអុកណានៃតែខ្ញុំអត់ចេះទេអញ្ចឹងយើងមានតែដើរទៅមុខទៀតទៅហើយនៅខាងមុខឆ្វេងដៃខ្ញុំនេះគឺគេមានកន្លែងយើងយក drink ញ៉ាំអញ្ចឹងយើងចង់អង្គុយញ៉ាំហ្នឹងក៏បានដែរចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថានៅពេលដែលយើងមុនឡើងទូកចេះបើសិនជាយើងទិញភេសជ្ជៈជាកញ្ចប់យើងទទួលបានការញ៉ាំការយកភេសជ្ជៈ free ពីកន្លែងច្រើននៅលើទូកគ្រាន់តែថាកន្លែងខ្លះក៏គេតម្រូវឲ្យយើងចំណាយលុយដែរអ្នកទាំងអស់គ្នាហើយខ្ញុំមកនេះជាលក្ខណៈបែបគ្រួសារច្រើនអញ្ចឹងក្នុងមួយគ្រួសារគឺប្រើបានទាំងអស់គ្នាគ្រាន់តែថានៅលើកាតដែលយើង purchase ហ្នឹងគឺមានឈ្មោះតែម្នាក់តែអ្នកតែនឹងទេប៉ុន្តែបើសមាជិកគ្រួសារផ្សេងគាត់ចង់ទៅកំងទិញភេសជ្ជៈអញ្ចឹងគាត់អាចយកកាតហ្នឹងទៅប្រើបានគ្រាន់តែថានៅក្នុងមួយកាតម្ដងគឺយើងទទួលបាន1ទៅ2 drink មកវិញហើយបើសិនមកយើងចង់កំងទៀតក៏បានដែរគ្រាន់តែថាយើងរងចាំ5ទៅ10នាទីយើងយកកាតហ្នឹងទៅម្ដងទៀតទៅហើយយើងកំងប៉ុន្តែដូចតែខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាគឺម្ដងគឺបានតាម1ទៅ2 drink ឯទេហើយឥឡូវនៅគ្នា clean ពេកក៏ចូលហាង pizza មួយដែលគេល្បីថាឆ្ងាញ់តែមានអីគឺឆ្ងាញ់របស់គេមែនហើយ pizza នៅនេះគឺគេមានច្រើនរសជាតិឲ្យយើងរើសឲ្យយើងញ៉ាំឥឡូវយើងដាក់ម្នាក់មួយម៉ាត់មើលសួរដើរទៅមុខទៀត
គ្រាន់តែពីអ្នកខ្ញុំញ៉ាំហើយភ្លាមក៏កលែកមើលទៅឃើញថាអូនៅទល់មុខហាងភីសាហ្នឹងគឺមានហាងភេសជ្ជៈដែលយើងយកញ៉ាំ free អញ្ចឹងណាឥឡូវយើងមកយកភេសជ្ជៈញ៉ាំជាមួយប៉ាម៉ាក់ក្មេកខ្ញុំម្ដងមើលតែគ្រាន់តែថាប្តីខ្ញុំក៏អត់ចេះហូបទេបើខ្ញុំចេះតិចតួចអញ្ចឹងឥឡូវយើងមកមើលគេក្លុកស្រាយតំណងរបស់គេណាកន្លែងហ្នឹងគឺខ្ញុំចាំគាត់ធ្វើទ្រីងហើយខ្ញុំក៏ដើរទៅមុខដើម្បីមើលគេរំដែលជាការអបអរសាទរក្នុងការចេញដំណើរទូអញ្ចឹងណាអ្នកនរគ្នាចំណែកកន្លែងនេះគឺនៅជាន់ទី16គឺកន្លែងហែលទឹកសម្រាប់មនុស្សធំក៏មានសម្រាប់ក្មេងៗក៏មានដោយសារតែពួកខ្ញុំអត់ចេះហែលទឹកអញ្ចឹងបានធំទៅដើមមើលគេតិចតួចហើយនៅលើជាន់នេះគឺជាន់ខ្ពស់បងអស់ណាអ្នកនរគ្នាក៏មានកន្លែងញ៉ាំអីដែរតែបន្ទាប់ពីដើរហើយពេលល្ងាចបន្តិចក៏ពួកខ្ញុំតែងខ្លួនរៀបចំងូតទឹកអីហើយក៏មកហៅ dinner ញ៉ាំនៅជាន់ទី3មនុស្សច្រើនមែនតើគឺថាតម្រង់ជួរប៉ុន្តែដោយសារតែពួកខ្ញុំមានម៉ោងពេលវេលាកក់ហើយក៏ដើរចូលទៅក្នុងហ្មងទៅគឺថានៅខាងក្នុងរបស់គេបែប fancy កន្លែង dinner នេះតាមពិតទៅគឺគេមានជាន់ទី3ទី4ទី5ជាប់គ្នាប៉ុន្តែថ្ងៃទី1គឺខ្ញុំញ៉ាំនៅជាន់ទី3នេះហើយគ្រួសារខ្ញុំគឺមកជួលតុវែងនេះតែម្ដងហើយមួយវិញទៀតគឺយើងអាចមើលឃើញទឹកនៅខាងក្រៅនេះពេលកំពុងញ៉ាំអី so cool មែនតើហូបថ្ងៃទី1នេះគឺខ្ញុំរើសយកជាលក្ខណៈបែបបង្គាហើយមានសាឡាត់វិញមកហូបរបស់គេគឺឆ្ងាញ់មែនតើហើយ menu គេគឺចេញខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃតែកន្លែងនេះចង់បញ្ជាក់បន្តិចថាប្តីខ្ញុំកំពុងតែពលទូកហើយស្វែងសវ៉ាឆ្វេងស្ដាំរត់ទៅបន្ទប់ហើយអញ្ចឹងពេលហ្នឹងខ្ញុំញ៉ាំបានបន្តិចក៏ខ្ញុំនាំគាត់ទៅបន្ទប់ទៅហើយអូយប្រហែលជាកន្លះម៉ោងចិត្ត1ម៉ោងខ្ញុំភ្លេចបាត់ហើយគាត់ចុះមកវិញក៏បាន steak ហ្នឹងប៉ុន្តែគឺថាបានញ៉ាំតែតិចតួចហ្នឹងឯងឥឡូវវីដេអូថ្ងៃទី1សូមស្លេះធំនេះសិនចាំយើងជួបគ្នានៅវីដេអូក្រោយថ្ងៃទី2ក៏ដូចជាវគ្គទី2អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាន Thank you guys for watching. See you in the next video. Bye.